Sông group anh nhạt trong điệp số bốc mai bong bồn từng ở kia nơi ngày ní trong mình sạch rương đỏ run thốt mùi tiệt hói đại chia sạch rương rồi bỏ bong chia đại bong chia quát ban chủ protea hạt ca acro nước cần lành tẹt chu rồi bỏ cuốn trong đằng tha sạch rương cuốn tới chia dạng nà xong mình trên tạm đàn đạp chưa mức trong bát từng ở kia bong chia có run nước hát cặp bong chân nàng bên nô cột bàn riệp ca cho mùi nằng propon rồi bỏ cuốn đã miễn cho một thà thì đà nơi khai cần đà bên nô bông thí quạt ban và đồ tì lầm nừ mà nơi khang propon rồi bỏ quạt sọc tháng ấy quạt với ca chỉ cầm cô rung chạ quạt chanh pisrok cầm nát rồi bỏ quạt một với cá cho mùi nơi ai propon nơi khai cần đà protha khai cần đà với nơi chuột phnom penh này anh đôi chân hói viết sầm bồ rung chạ tráng chiêng nơi khai cặp bông chân năng đôi chân này hỏi từ quạt ban bắt đầu tì lùm nừ mà nừ khang propon nó bảo quạt pe nô quạt có bàn châu thưa ca nừ rung chạm một cái lánh rồi hỏi quạt có ban chùa tè kê nừ kiện nụ đài pro tha quạt pro quạt tha sầu phong nừ pi nè đây propon pe nô quạt có bàn từ chùa tè chùa kê một cái lánh đài nừ kiện rung chạm nó bảo quạt pe nô quạt có bàn chùa ban rì dạ pilประหารជា5ខែពេលនោះគាត់រស់នៅធម្មតាគ្មានបានជួបហេតុការណ៍អាក្រក់នោះទេអ្នកនៅផ្ទះជួលនោះគាត់ថារស់នៅផ្ទះជួលនោះយូរណាស់ហើយមិនដែលបានជួបហេតុការណ៍អាក្រក់នោះទេសម្បីតែអ្នកជួលនៅទីនោះក៏បាននិយាយថាផ្ទះនោះគឺល្អដែរពេលនោះពួកគាត់ទាំងពីរអ្នកប្តីប្រពន្ធតែងប្រកបមុខរបរធ្វើការរោងចក្រនេះប្រលឹមបាត់ប្រឡប់ចូលពេលនោះថ្ងៃអាទិត្យម្ដងតែងតែមានអ្នកផ្ទះជួលក្បែរគ្នានោះមកសួរនាំឬក៏មកអង្គុយលេងឬក៏មកផឹកស៊ីជុំគ្នាពេលថ្ងៃអាទិត្យឬក៏ថ្ងៃសៅរ៍នេះឯងគាត់ថារយៈពេលដែលរស់នៅ5ខែនោះគឺសប្បាយម្យ៉ាងដែរសំបីតែរឿងហេតុការណ៍រន្ធត់ក៏មិនដែលជួបនោះទេគាត់ថានៅថ្ងៃមួយក៏មានក្រុមគ្រួសារមួយគូបានទើបមកនៅក្បែរផ្ទះជួលរបស់គាត់ព្រោះថាបន្ទប់ជួលរបស់គាត់គឺនៅបន្ទប់មួយទៀតដែលនៅខាងជើងគាត់នោះមិនទាន់មានអ្នកណាជួលបន្ទប់នោះទេដូច្នេះហើយទើបពីអ្នកប្តីប្រពន្ធនេះគាត់មកជួលបន្ទប់នៅទីនេះឯងពេលនោះគាត់ក៏បានទៅសួរនាំអ្នកទាំងពីរដែលទើបតែមកនោះឯងពេលនោះគាត់សួរពីមួយទៅមួយគាត់សួរថាតើអ្នកទាំងពីរមកពីខេត្តណាឬមកធ្វើអីអញ្ចឹងទៅពេលនោះពួកគាត់ក៏បានសំណេះសំណាលគ្នាហើយក៏បានសួរនាំគ្នាជាធម្មតាចំណែកឯគ្រួសារទើបតែមកនោះគឺមានឈ្មោះថាបងសាននិងបងមីនិងបងសានគឺជាប្តីប្រពន្ធគាត់មកទីនេះគឺមករកការងារធ្វើនេះឯងតែគាត់មិនទាន់រកការងារបាននោះទេទើបគាត់សម្រេចចិត្តមកជួលផ្ទះនៅគៀកនេះដើម្បីរកការងារធ្វើពេលគ្រួសារទាំងពីរអ្នកនោះបានមកនៅភ្លាមពេលនោះគាត់ក៏មានសមាជិកថ្មីគឺជាមិត្តភ័ក្តិថ្មីហើយគាត់ក៏បានរាប់អានគ្នាជាធម្មតានេះឯងឲ្យតែពេលល្ងាចឡើងបងមីតែងតែយកម្ហូបអាហារឬក៏សម្លយកមកឲ្យបងធីតាហើយពេលនោះបងធីតាគាត់ក៏បានយកម្ហូបអាហារឲ្យបងមីវិញដែរនិយាយរួមទៅពួកគាត់ទាំងពីរនាក់នោះក៏ចាប់ផ្ដើមស្និទ្ធស្នាលគ្នាយកម្ហូបឲ្យគ្នាទៅវិញទៅមកហើយថែមទាំងមកសួរនាំគ្នាពេលខ្លះប្រពន្ធបងជាគាត់ធ្វើសម្លបន្តិចបន្តួចក៏គាត់យកទៅឲ្យបងស្រីមីនេះដែរនៅថ្ងៃមួយប្តីរបស់បងស្រីមីគាត់ក៏បានទៅដើររកការងារធ្វើស្រាប់តែពេលនោះគាត់ក៏បានរកការងារបានគឺជាការងារសំណងពេលនោះប្តីបងមីក៏គាត់ធ្វើសំណងនោះដែរតែគាត់ធ្វើសំណងនោះគឺជាសំណងផ្ទះល្វែងដូច្នេះហើយគឺគាត់ធ្វើការវេនយប់នេះឯងពេលដែលប្តីបងមីចេញទៅធ្វើការបាត់បងមីក៏តែងតែមកអង្គុយលេងនៅមុខផ្ទះជួលនេះឯង
គាត់អង្គុយរៀបរាប់គ្រប់បែបយ៉ាងគាត់ថាគាត់មកពីនេះពីនោះចឹងទៅចំណែកប្រពន្ធបងជាក៏បាននៅអង្គុយលេងព្រមទាំងអ្នកជួអ្នកផ្ទះជួលនៅទីនោះដែរពីមួយខែទៅមួយខែពួកគាត់ទាំងពីរនាក់តែងតែហុចនេះហុចនោះឲ្យគ្នាតែនៅថ្ងៃមួយប្តីបងមីគាត់ក៏បានមកពីធ្វើការថ្ងៃនោះគឺជាថ្ងៃអាទិត្យស្រាប់តែពេលនោះគាត់មកពីធ្វើការវិញគាត់ក៏បានចូលទៅបន្ទប់ទឹកដើម្បីមុជទឹកសម្អាតកាយហើយសម្រាកនោះឯងពេលនោះគាត់ក៏បានទុកទូរស័ព្ទនៅឯលើតុស្រាប់តែមួយសន្ទុះមកក៏មានសំឡេងទូរស័ព្ទបន្លឺឡើងពេលដែលសំឡេងទូរស័ព្ទបន្លឺឡើងនោះបងមីគាត់ក៏បានទៅលើកទូរស័ព្ទព្រោះថាប្តីរបស់គាត់កំពុងនៅបន្ទប់ទឹកនោះឯងពេលដែលបងមីគាត់បានលើកទូរស័ព្ទទៅភ្លាមពេលនោះគាត់មិនបានឮសំឡេងប្រុសនោះទេតែគាត់បានឮសំឡេងស្រីសួរនាំប្តីគាត់នេះឯងពេលនោះបងមីក៏ចាប់ផ្ដើមខឹងខ្លាំងព្រោះថាចិត្តជាមនុស្សស្រីឲ្យតែពេលឮសំឡេងស្រីនៅទូរស័ព្ទប្តីតែងតែមានចិត្តខឹងពេលនោះបងមីគាត់ក៏បានស្រែកថាឲ្យថានាងជាអ្នកណាម្ដេចក៏ចុចមករកប្តីរបស់ខ្ញុំចឹងពេលនោះគាត់ក៏បានឆ្លោះគ្នាជាខ្លាំងនៅក្នុងទូរស័ព្ទនោះពេលនោះប្តីរបស់បងមីគាត់ឮគាត់ក៏បានចេញមកពេលដែលចេញមកពេលនោះបងមីគាត់ក៏បានសួរប្តីគាត់តែប្តីរបស់គាត់គាត់ថាអ្នកធ្វើការជាមួយគ្នាតែបងមីគាត់មិនជឿនោះទេពេលនោះគាត់ក៏បានតាមប្តីរបស់គាត់ទៅធ្វើការជាមួយតែប្តីរបស់គាត់មិនឲ្យទៅនោះទេពេលនោះពួកគាត់ទាំងពីរនាក់ក៏បានឆ្លោះទាស់តែងគ្នារហូតដល់ថ្នាក់ប្តីបងមីបានវាយបងមីទៀតពេលដែលវាយរួចគាត់ក៏បានជិះម៉ូតូចេញពីផ្ទះនោះទៅពេលដែលជិះម៉ូតូទៅបាត់បងមីគាត់បានអង្គុយយំតែម្នាក់ឯងអង្គុយយំទួញសោកគ្រប់បែបយ៉ាងដោយសារតែប្តីគាត់វាយគាត់នេះឯងពេលនោះប្រពន្ធរបស់គាត់ក៏បានតែឲ្យប្តីរបស់គាត់មកវិញដែរក៏ប៉ុន្តែទូរស័ព្ទប្តីរបស់គាត់គឺបានបិទបាត់ទៅហើយទូគាត់តែយ៉ាងណាក៏មិនចូលដែរមួយយប់ទូភ្លឺនោះមិនឃើញប្តីគាត់មកទៀតដល់លុះពេលព្រឹកឡើងបងជានិងប្រពន្ធរបស់គាត់ក៏បាននាំគ្នាទៅធ្វើការជាធម្មតាពេលដែលគាត់ចេញទៅធ្វើការគាត់ក៏បានសម្លឹងទៅមើលផ្ទះបងមីដែរក៏ប៉ុន្តែបងមីមិនទាន់បើកទ្វារចេញមកនោះទេពេលនោះគាត់ក៏បាននិយាយពីអ្នកប្រពន្ធរបស់គាត់ថាពេលល្ងាចមិញដូចឮសំឡេងឆ្លោះគ្នាខ្លាំងណាស់មិនដឹងថាបងមីយ៉ាងម៉េចនោះទេពេលនោះពួកគាត់ក៏បានធ្វើដំណើរទៅរោងចក្រគាត់ទៅលុះគាត់ត្រឡប់មកវិញគាត់ក៏មិនបានឃើញបងមីមកអង្គុយនៅមុខផ្ទះជួលទៀតដែរគឺឃើញបន្ទប់គាត់គឺបិទទ្វារទៀតហើយពេលនោះប្រពន្ធបងជាគាត់ក៏បានទៅគោះទ្វារដើម្បីទៅសួរនាំបងមីនេះឯងពេលនោះសំឡេងក៏បានឮចេញពីបន្ទប់ថាបងមិនអីទេបងមិនសូវស្រួលខ្លួនទើបបងមិនចេញមិនអីទេណាបងមិនអីឡើយបងចង់សម្រាកពេលនោះប្រពន្ធបងជាគ្រាន់តែឮថាបងមីគាត់ចង់សម្រាកបែបនេះគាត់ក៏បានត្រឡប់មកផ្ទះជួលគាត់វិញទៅហើយក៏បានរៀបចំបាយទឹកនិងមុជទឹកសម្រានទៅព្រោះថាគាត់ធ្វើការហត់ដែរលុះព្រឹកឡើងគាត់ក៏បានរៀបចំទាំងពីរអ្នកប្តីប្រពន្ធទៅធ្វើការជាធម្មតាតែពេលគាត់ក្រោកសាននេះគាត់មិនបានឃើញបងមីបើកទ្វារទៀតហើយមិនដឹងថាគាត់មានរឿងអីនោះទេហើយគាត់ក៏បានទៅធ្វើការជាធម្មតាលុះព្រឹកប្រហែលជាម៉ោង9ពេលនោះអ្នកផ្ទះជួលដែលនៅជាប់គ្នានោះក៏បានតែទៅប្រាប់បងជាដែលជាអ្នកជាប់បន្ទប់របស់បងមីថាណែបងជាចែមីដែលនៅជាប់បន្ទប់ប្អូននោះពេលនេះគាត់បានចងកសម្រាប់ខ្លួនបាត់ទៅហើយគ្រាន់តែបងជាឮបែបនេះភ្លាមគាត់ក៏ស្រវាទៅប្រាប់ប្រពន្ធរបស់គាត់ថាណែអូនបងមីគាត់បានចងកសម្រាប់ខ្លួននៅឯផ្ទះជួលបាត់ទៅហើយអញ្ចឹងយើងទៅមើលដែរឬអត់ពេលនោះប្រពន្ធរបស់គាត់ក៏បាននិយាយថាមែនក៏អីបងតើគាត់មានរឿងអីបានជាគាត់គិតខ្លីបែបនេះពេលនោះបងជាគាត់ក៏បាននិយាយថាបងក៏មិនដឹងដែរ
ប្រហែលជាគាត់ខឹងប្តីគាត់ហើយមើលទៅនោះមិនអីទេថ្ងៃចាំយើងទៅមើលពេលនោះម៉ោងបាយពេលថ្ងៃត្រង់គាត់ក៏បានចេញពីធ្វើការហើយក៏បានទៅមើលបងមីពេលដែលទៅដល់នោះគេបានឃើញអ្នកផ្ទះជួលឬក៏អ្នកនៅផ្ទះជួលនោះកំពុងតែឈរជុំហើយក៏មានប៉ូលីសមកធ្វើសំចៃពិនិត្យសាកសពដែរថាតើគាត់នេះស្រាប់តែសារអីហើយបងជាគាត់ក៏បានឃើញប្តីរបស់បងមីមកយំទួញធ្ងោអោបបងមីដែរពេលនោះម្នាក់បានត្រឹមតែឆ្ងល់នោះទេព្រោះមិនដឹងថាបងមីនេះមានរឿងអ្វីបានជាគាត់ចង់ក៏សម្រាប់ខ្លួននោះឡើយពេលនោះប៉ូលីសគាត់ក៏បានពិនិត្យរួចរាល់ហើយគេក៏បានឲ្យប្តីរបស់គាត់យកប្រពន្ធរបស់គាត់យកទៅធ្វើបុណ្យនៅឯស្រុកទៅលុះពេលថ្ងៃបងជានិងបងដាគាត់មិនបានទៅធ្វើការវិញនោះទេព្រោះគាត់ឥឡូវរៀបចំនៅឯផ្ទះជួលរបស់គាត់ពេលដែលបងមីគាត់បានស្លាប់បែបនេះពួកគាត់ទាំងពីរនាក់ក៏ចាប់ផ្ដើមភ័យបន្តិចដែរព្រោះថាគាត់ខ្លាចនេះឯងមនុស្សទើបតែជួបគ្នាទៅវិញទៅមកសួរនាំគ្នារហូតស្រាប់តែពេលនេះគាត់ចងកសម្រាប់ខ្លួនបែបនេះពេលនោះប្តីរបស់គាត់ក៏បានរៀបចំដឹកសាកសពទៅស្រុកបាត់ទៅយើងនិយាយអំពីអ្នកផ្ទះជួលវិញពេលដែលប្តីរបស់បងមីបានដឹកសាកសពបងមីទៅធ្វើបុណ្យនៅឯស្រុកហើយផ្ទះជួលបងមីត្រូវបានចាក់សោចោលពេលនោះបងជានិងប្រពន្ធរបស់គាត់ក៏បានសម្រាកនៅផ្ទះនោះជាធម្មតាតែពេលយប់នោះគឺគ្មានរឿងអ្វីនោះទេលុះព្រឹកឡើងពួកគាត់ទាំងពីរនាក់ក៏បានទៅខ្សឹបខ្សៀវគ្នានិងនិយាយពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះមិនដឹងថាបងមីនេះកើតរឿងអ្វីឡើយពេលព្រឹកគាត់បានរៀបចំខ្លួនទៅធ្វើការជាធម្មតាលុះពេលល្ងាចត្រឡប់មកពីធ្វើការវិញប្រពន្ធបងជាគឺបងធីតាគាត់ក៏បានត្រឡប់មកដល់ផ្ទះជួលពេលនោះគាត់ប្រហែលជាម៉ោង6ល្ងាចមេឃក៏ចាប់ផ្ដើមងងឹតទៅហើយពេលនោះគាត់ក៏បានសម្លឹងទៅមើលផ្ទះរបស់បងមីស្រាប់តែពេលនោះគាត់បានឃើញបងមីកំពុងតែអង្គុយនៅមាត់ទ្វាររបស់គាត់ពេលដែលបងដាឃើញបងមីកំពុងតែអង្គុយនៅមាត់ទ្វារបែបនេះគាត់ក៏រត់ទៅអោបប្តីគាត់ហើយក៏បានស្រែកថាខ្មោចបងមីនៅអង្គុយមាត់ទ្វារពេលនោះប្តីរបស់បងមីគាត់ក៏បាននិយាយថាណែមានអ្នកណាចេះតែនិយាយហើយមើលនេះមានអ្នកណាគ្មាននោះទេមកចូលផ្ទះពេលនោះប្រពន្ធបងជាមិនចង់ហ៊ានចូលផ្ទះផងតែបងជាចាប់ដៃអូសនេះឯងពេលដែលទៅដល់បន្ទប់ជួលប្រពន្ធគាត់ក៏បានរត់ចូលទៅក្នុងបាត់សំបីតែងាកមើលក្រោយក៏មិនងាកផងសំបីតែទៅធ្វើម្ហូបក៏គាត់មិនហ៊ានទៅសំបីតែទៅមុខទឹកក៏គាត់មិនហ៊ានទៅដែរតតែប្តីគាត់ទៅជាមួយទើបគាត់ហ៊ាននេះឯងពេលនោះគាត់ក៏បានរៀបរាប់ប្រាប់ប្តីរបស់គាត់ក៏ប៉ុន្តែប្តីរបស់គាត់បានត្រឹមថាកុំមាត់អីពេលដែលគាត់បានរៀបចំហូបបាយទឹកឬក៏មុជទឹករួចគាត់ក៏ចាប់ផ្ដើមសម្រាកតែមុននឹងសម្រាកពួកគាត់ទាំងពីរនាក់ក៏បាននាំគ្នាដេកមើលទូរស័ព្ទមួយស្ទុះស្រាប់តែពេលនោះគាត់ក៏បានឮសំឡេងគោះទ្វារក្ដុងចេញពីខាងក្រៅហើយក៏បានឮសំឡេងថាណែអូនដាអូនជាតើអូននៅផ្ទះឬអត់សំឡេងគោះទ្វារដុងហើយពូពេលនោះពួកគាត់ទាំងពីរនាក់នោះក៏បានស្ដាប់សំឡេងមើលម្ដងទៀតតែគ្មានសំឡេងឆ្លើយនោះទេស្រាប់តែពេលនោះគាត់ក៏បានឮសំឡេងយំម្ដងសំឡេងយំនោះគឺនៅគៀកមាត់ទ្វាររបស់គាត់នេះឯងតែបងដាគាត់ក៏បានចាំថាប្រកាសណាស់នេះគឺជាបងមីកំពុងតែអង្គុយយំសំឡេងទួញធ្ងោសំឡេងយំក៏ចាប់ផ្ដើមបន្លឺខ្លាំងសំឡេងគោះទ្វារស្រែកហៅឈ្មោះគាត់ទាំងពីរនាក់ក៏ចាប់ផ្ដើមឮចំណែកឯឆ្កែនៅផ្ទះជួលក៏ចាប់ផ្ដើមលូខ្លាំងទៅធ្វើឲ្យពួកគាត់ទាំងពីរនាក់ចាប់ផ្ដើមភ័យខ្លាចតែម្ដងមួយយប់នោះគាត់មិនសូវបានដេកនោះទេព្រោះគាត់ឮសំឡេងធ្ងោផងសំឡេងយំផងសំឡេងរៀបរាប់គ្រប់បែបយ៉ាងពេលនោះហើយ
ទើបគាត់ខ្លាចនេះឯងពេលដែលគាត់ភ័យខ្លាចផងប្រពន្ធរបស់គាត់ខ្លាចផងពេលនោះគាត់ក៏បានស្រងំដេកលក់បាត់ទៅលុះព្រឹកឡើងគាត់ក៏បានក្រោកមកក៏បាននិយាយរឿងនេះប្រាប់ទៅអ្នកផ្ទះជួលដែលនៅជាប់គ្នានោះឯងពេលនោះអ្នកផ្ទះជួលគេក៏បាននិយាយថាយប់មិញនេះគេក៏បានឮដែរគឺគាត់ដើរគោះទ្វារគេពេញបន្ទប់តែម្ដងចំណែកឯអ្នកខ្លះវិញក៏បានឃើញថាបងមីនេះមានតែពាក់កណ្ដាលខ្លួនតែប៉ុណ្ណោះគឺដើរយំហងស្រែកផងនៅមុខផ្ទះជួលរបស់គាត់ដំណឹងមួយនេះធ្វើឲ្យអ្នកផ្ទះជួលទាំងអស់ក៏ចាប់ផ្ដើមភ័យខ្លាចបន្តិចម្ដងព្រោះថាអ្នកផ្ទះជួលនោះក៏ចាប់ផ្ដើមខ្លាចនេះឯងពេលនោះប្រពន្ធរបស់បងជាក៏ចាប់ផ្ដើមនិយាយជាមួយប្តីគាត់ថាលែងចង់ហ៊ានដេកផ្ទះនេះទៀតហើយតែបងជាគាត់ក៏បាននិយាយថាមិនអីនោះទេចាំមើលសាក់ដេកមួយយប់ទៀតសិនបើថាមិនមកចាំយើងសុំដូរបន្ទប់តែម្ដងពេលនោះបងជានឹងបងដាគាត់ក៏បានទៅធ្វើការជាធម្មតាលុះពេលព្រឹកឡើងគាត់ធ្វើការមិនសូវស្រួលនោះទេព្រោះថាគាត់អត់ល្ងុយខ្មោចលើមួយយប់នោះឯងលុះពេលល្ងាចទៅវិញប្រហែលជាម៉ោង6ល្ងាចបងដាគាត់ចាប់ផ្ដើមឃើញបងមីនៅអង្គុយមាត់ទ្វារទៀតហើយគឺមានតែពាក់កណ្ដាលខ្លួនតែប៉ុណ្ណោះពេលនោះគាត់លែងហ៊ានចូលទៅផ្ទះជួលរបស់គាត់នោះទៀតហើយទោះប្តីគាត់ទីយ៉ាងណាក៏ដោយក៏គាត់មិនចូលនោះដែរពេលដែលគាត់មិនចូលបែបនេះគាត់ក៏បានសុំផ្ទះមិត្តភ័ក្តិរបស់គាត់សម្រាប់មួយយប់សិនពេលដែលសុំផ្ទះសម្រាប់មួយយប់នោះពួកម៉ាក់របស់គាត់ក៏បានឲ្យសម្រាប់ដែរពេលនោះពីអ្នកប្តីប្រពន្ធរបស់គាត់បានសម្រាប់នៅផ្ទះមិត្តភ័ក្តិនោះហើយក៏បាននិយាយរៀបរាប់តែមិត្តភ័ក្តិគាត់ក៏បានដឹងដែរគាត់ក៏បានឃើញដែរព្រោះថាពួកគាត់នោះនៅផ្ទះជួលគៀកគ្នានេះឯងយប់នោះសំឡេងស្រែកសំឡេងយំសំឡេងគោះទ្វារក៏ចាប់ផ្ដើមបន្លឺឡើងចំណែកឯឆ្កែវិញក៏ចាប់ផ្ដើមលូពេញផ្ទះជួលតែម្ដងអ្នកផ្ទះជួលខ្លះក៏ភ័យអ្នកផ្ទះជួលខ្លះទៀតក៏បិទទ្វារបិទបង្អួចអស់មិនហ៊ានអឺតសំបីតែបន្លឺសំឡេងពេលនោះគាត់ថាគាត់ទៅដល់នោះហើយក៏បានឮសំឡេងហៅឈ្មោះគាត់ទាំងពីរអ្នកនេះទៀតគាត់ភ័យគាត់ខ្លាចខ្លាំងណាស់មួយយប់ទល់ភ្លឺឮតែសំឡេងយំស្រែកតាមផ្ទះជួលតែប៉ុណ្ណោះគាត់ដេកមិនលក់ឡើយលុះពេលព្រឹកឡើងគាត់មិនបានមកធ្វើការនោះទេព្រោះថាគាត់ធ្វើការមិនរួចនេះឯងពេលនោះពេលអ្នកប្តីប្រពន្ធរបស់គាត់ក៏ចាប់ផ្ដើមនិយាយពិភាក្សាគ្នាថាគាត់ចង់ដូរផ្ទះជួលទៅឲ្យឆ្ងាយពីផ្ទះនេះព្រោះថាប្រពន្ធរបស់គាត់ក៏ខ្លាចដែរពេលដែលគាត់សម្រេចចិត្តបែបនេះគាត់ក៏បានដូរបន្ទប់ជួលពេលនោះគាត់ក៏បានទៅរកបន្ទប់ជួលនៅផ្សេងហើយទៅប្រាប់បន្ទប់ផ្ទះជួលដែលគាត់រស់នៅរាល់ថ្ងៃថាគាត់ឈប់នៅហើយពេលនោះម្ចាស់ផ្ទះជួលក៏ខាត់គាត់ដែរតែគាត់ថាមិននៅនោះទេពេលនោះគាត់ក៏បានរើសម្ភារៈគាត់នៅផ្ទះជួលនោះចេញទៅចំណែកឯអ្នកនៅគៀកផ្ទះបងមីក៏នាំគ្នារើចេញដែរនៅទីនោះក៏ចាប់ផ្ដើមស្ងៀមស្ងាត់ចំណែកឯពូជបងជានិងបងដាគាត់ក៏បានមករស់នៅផ្ទះជួលថ្មីដែលឆ្ងាយពីទីនោះពេលនោះគាត់ក៏បានតែសួរពួកម៉ាក់របស់គាត់ដែលពួកម៉ាក់របស់គាត់មិនបានរើបន្ទប់នេះឯងពេលនោះគាត់ក៏បានតែសួរថាតើយប់មិញមានរឿងអ្វីកើតឡើងឬអត់ចំណែកឯពួកម៉ាក់របស់គាត់ក៏បាននិយាយថានៅតែឮសំឡេងយំស្រែកគោះទ្វារដដែលគាត់ថាបើបន្តិចទៀតអត់ឆ្ងាត់ទេគាត់នឹងដូរផ្ទះជួលដែរហើយពេលនោះបងជានិងបងធីតាតាំងពីពេលនោះមកគាត់ក៏លែងសូវដឹងរឿងរ៉ាវបែបនោះទៀតហើយព្រោះថាគាត់បានដូរផ្ទះជួលនេះឯងគាត់ពេលតនេះគាត់បានតែទៅពួកម៉ាក់របស់គាត់ព្រោះចង់ដឹងរឿងនោះតែពួកម៉ាក់របស់គាត់ក៏បាននិយាយថានៅតែយំទួញធ្ងរដដែលរាល់យប់មានទាំងឆ្កែលូផងអីផងតែពួកម៉ាក់គាត់ក៏បាននិយាយថានៅពេលម្សិលមិញក៏មានលោកអាចារ្យនិងលោកមកប្រោះព្រំផ្ទះនោះដែរលុះស្អែកឡើងបងធីតាគាត់ក៏បានតែទៅសួរពួកម៉ាក់គាត់ទៀតពេលនោះពួកម៉ាក់គាត់ថាយប់នេះមិនសូវឮសំឡេងយំនោះទេតាំងពីពេលហ្នឹងមក
បងដានិងបងជាគាត់លែងដឹងរឿងអីទៀតហើយព្រោះថាគាត់បានដូរបន្ទប់ជួលនោះឯងចំណែកឯសាច់រឿងបងជាក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានសាច់រឿងមួយនេះបើសិនជាខ្ញុំសម្រេចទៅខុសត្រូវត្រង់ណាសូមពុកម៉ែខន្តីអភ័យទោសដល់ខ្ញុំផងបាទសូមអរគុណសូមជម្រាបលា